ពេលបើកម៉ាស៊ីនបងចុចនៅលើតេឡេនេះក៏បានឬមកក៏បងចុចនៅក្រោយម៉ាស៊ីននេះក៏បានដែរចាបន្ទាប់ពីយើងបើកម៉ាស៊ីនហើយអញ្ចឹងបងឃើញបែបនេះនិយាយទៅម្ដងហ្នឹងគឺវា auto focus ហើយពេលបើកមកគឺវាច្បាស់ហ្មងអញ្ចឹងបងភ្ជាប់ Wi-Fi មកចុចទៅក្នុង setting Wi-Fi ហ្នឹងមកហើយបងរើសមើល Wi-Fi ឈ្មោះរបស់បងហើយបងចុច password ទៅតាមធម្មតាទាំងអស់ដូចទូរបស់បងអញ្ចឹងហើយកន្លែងនេះគឺបង Bluetooth ទៅធំខាងក្រៅបងចាំមកចុច scan មកក៏វាហៅឃើញហើយត្រង់ចំណុចបច្ចេកសិទ្ធិ setting នេះវិញគឺសេរីនៅលើរូបភាពដូចថាបងចង់ស៊ូមអញ្ចឹងណាអញ្ចឹងដំបូងស៊ូមមកចុចទៅក្នុង digital zoom នេះចាបងអូខេលើហ្នឹងហើយអញ្ចឹងស៊ូមនេះគឺស៊ូមទៅទាំងអស់គឺទៅទាំងអស់ហ្មងណាចាមួយវិញទៀតបើបងចង់សេរីជ្រុងមួយចាអញ្ចឹងបងចេញចូលមកក្នុងកន្លែង keystone ណាបងចានេះ menu keystone ហ្នឹងអញ្ចឹងបងសេរីជ្រុងមួយថាបងចង់ទាញជ្រុងណាចូលបញ្ចេញជ្រុងណាតាមជាក់ស្ដែងតាមទីតាំងរបស់បងអញ្ចឹងណាបងចាមួយវិញទៀតនេះគឺតាក់ទងជាមួយនឹងបងចាប់ម៉ាស៊ីនឡើងទៅលើមានថាបងចាប់ចប់ពីដែនណាអញ្ចឹងមកចូលនៅក្នុងកន្លែង front sailing ចាប់ពីដែនហ្នឹងណាបង